ការវៈមុនយើងមើលដល់ Zoro ត្រូវប្រយុទ្ធជាមួយនឹងបងប្អូនឆ្មាពីរនាក់ម្នាក់ស្គាល់មានឈ្មោះថា Sam ម្នាក់កម្មាប់មានឈ្មោះថា Buchi ដំបូងឡាបងប្អូនឆ្មាតែពីរនាក់នោះមិនងាយខ្លាចណាស់ធ្វើដូចខ្លាច Zoro អត់ហ៊ានប្រយុទ្ធជាមួយនឹងគាត់ទេអរពេលចាំងហ្គោបខំពេកទៅ Sam ក៏រត់ចូលទៅទាំងយំវេមវាមប៉ុន្តែពេលបានទៅជិតដល់ Zoro ភ្លាមក៏វាយប្រហារគាត់ហើយលួចនៅយូដារបស់ Zoro បានពីដើមយករបស់ចោលបានថែមទៀតផងពេលនោះ Zoro បានបញ្ញាប់រត់ទៅយកដាវគាត់វិញតែ Sam ពិតជាលឿនណាស់បានលោតមកជាន់ខ្នង Zoro ចាប់ឃ្លេគាត់ជាប់ឃើញឱកាសល្អ Buchi ក៏ចោលលោតទៅជាន់ក្បាលរបស់ Zoro តែ Zoro គេចទាន់នៅពេលនោះ Zoro ដឹងថា Buchi ពិតជាមានកម្លាំងខ្លាំងណាស់បើសិនជាមុននឹងគាត់គេអត់តាន់ទេក្បាលរបស់គាត់នឹងបែកស្ទេចដែលលឹកទុំធ្លាក់បែកអញ្ចឹងបន្ទាប់មកបងប្អូនឆ្មាទាំងពីរបានសម្បុកចូលទៅវាយ Zoro ប្រងគ្នាយ៉ាងញាប់ស្អេកហើយនៅពេលដែលឃើញ Zoro បានត្រឹមតែទប់អត់មានអាការបាត់តដៃអញ្ចឹង Usopp បានប្រើជំពាមសូពីចម្ងាយដើម្បីជួយគាត់ប៉ុន្តែនៅពេលដែល Usopp បាញ់ទៅស្រាប់តែ Zoro យកខ្លួនមករងក្របជំពាមហើយភ្លាមនោះបងប្អូនឆ្មាទាំងពីរក៏មានឱកាសខ្វាច់ក្រៅ Zoro ម្នាក់មកញ៉ាំផងដែរបន្ទាប់មកណាមីបានវិភាគដឹងថាការដែល Zoro យកខ្លួនមករងក្របជំពាមគឺដោយសារតែគាត់ចង់ការពារនាងហើយនៅ Usoppបើសិនជាក្រោយជំពាមមិនត្រូវបងប្អូនឆ្មាណាមួយពួកគេនឹងខឹងហើយសម្រុកទៅវាយប្រហារណាមីហើយនៅ Usopp នោះពីរអ្នកនឹងច្បាស់ជាមានគ្រោះថ្នាក់បន្ទាប់មកពេលឃើញ Zoro មានដាវតែមួយមិនអាចវាយបកទៅកាន់បងប្អូនឆ្មាតែពីរបានណាមីក៏សម្រេចចិត្តរត់ចូលទៅយកដាវឲ្យ Zoro ថែមទៀតតែនាងត្រូវបានចាំងហ្គោប្រាកលនៅដាវរបស់គាត់អូសឲ្យរបួសខ្នងបន្ទាប់មកមិនដឹងមានរឿងអីទេបងប្អូនឆ្មាទាំងពីរហើយនឹងចាំងហ្គោដូចជាភ្ញាក់ផ្អើលហើយខ្លាចខ្លាំងណាស់ព្រោះពេលនោះពួកគេឃើញ Koro ដែលជាមេរបស់ពួកគេបានទៅដល់ទីនោះផងដែរការដែល Koro ទៅកាន់ទីនោះដោយសារតែគាត់ខឹងខ្លាំងព្រោះកូនចៅរបស់គាត់ធ្វើការយឺតយ៉ាវប៉ុន្តែនៅពេលនោះផងដែរបងប្អូនឆ្មាទាំងពីរបែរជាមានកំហឹងជាមួយ Koro ដែលទុកពួកគេចោលរយៈពេល3ឆ្នាំនៅលើសមុទ្របណ្ដាពើជាមួយពួកគេដល់ពេលអញ្ចឹងពួកគេក៏មានកំណត់ក្បត់សម្រាប់ទៅវាយប្រហារ Koro វិញដើម្បីបំបត្តិកំហឹងនៅពេលនោះពួកគេដែលខ្លាចគួរសមដែរមិនអាចធ្វើអី Koro បានសោះព្រោះ Koro មានក្បាច់ពិសេសម្យ៉ាងដែលគេហៅថា Pussy Foot Maneuver ជួយឲ្យគាត់ផ្លាស់ទីបានលឿនអាវុធរបស់ Koro គឺផ្លែដែរដែលគាត់ពាក់នៅម្រាមដៃរបស់គាត់ដែលមើលទៅដូចគាត់មានកញ្ចក់វែងអញ្ចឹងជាហេតុតែគេតែងតែឃើញគាត់ត្រឡប់លាដៃលើវែងតាការយុទ្ធគ្នានៅលើនោះ Koro បានចាប់បងប្អូនឆ្មាទាំងពីរភ្ជុំហើយក៏បៀមថាគាត់ទុកពេលឲ្យប្រាំមេទេបើចាត់ការក្រុមរបស់ Luffy ឲ្យបានទេគាត់នឹងសម្លាប់ពួកគេចោលទាំងអស់បន្ទាប់មកបងប្អូនឆ្មាទាំងពីរក៏បែរក្បាលទៅរក Zoro វិញហើយណាមីក៏ដឹងថា Zoro ត្រូវការដាវរបស់គាត់បន្ថែមទៀតដើម្បីទប់ទល់ជាមួយពួកគេក៏តបដាវរបស់ Zoro ទៅឲ្យគាត់ពេលបានដាវគ្រប់ចំនួនវិញហើយ Zoro ប្រើតែមួយក្បាច់ទេអាចចាត់ការបងប្អូនឆ្មាទាំងពីរបានយ៉ាងងាយឃើញជាឲ្យក្រុមចៅសមុទ្រផ្សេងទៀតមានការភ្ញាក់ផ្អើលខ្លាំងណាស់រហូតដល់ចំហមកធំបើដាច់ចិត្តទេពេលនោះ Koro ចាប់ផ្ដើមរាប់នាទីទៀតហើយថានៅសល់4នាទីទៀតហើយកន្លែងទៅមើល Luffy វិញនៅដីលក់ស្រួលណាស់អត់តាមភ្ញាក់ទេបន្តមកទៀតបងប្អូនឆ្មាម្នាក់កម្មាប់ដៃឈ្មោះ Buchi នៅដឹងខ្លួនបានសុំឲ្យចាំងហ្គោជួយសំណូមគាត់ឲ្យខ្លាំងជាងមុនហើយចាំងហ្គោក៏អត់កំណាញ់ដែរក៏ជូនតាមសំណុំពរបន្ទាប់ពីត្រីសណ្ដាប់ហើយ Buchi បានរីមានធំជាងមុនគួរនឹង3ពេលឃើញចឹងណាមីបាននឹកឃើញរត់ទៅដល់ Luffy ឲ្យងើបមកជួយហើយចាំងហ្គោអត់ដឹងថាណាមីចង់ធ្វើអីទេព្រោះគាត់គិតថា Luffy ស្លាប់បាត់ហើយប៉ុន្តែគាត់មិនឲ្យណាមីសម្រេចមុនឡងទេក៏គប់កងរបស់គាត់បំរុងសម្រាប់នាងចោលតែចៃដន្យអី Luffy ភ្ញាក់ដឹងខ្លួនហើយខឹងណាមីជន់ក្បាលគាត់ក៏ទាញជានាយឲ្យដួលធ្វើឲ្យគាត់ហោះចូលទៅក្នុងមាត់របស់គាត់ផ្លប់គួរចាប់អារម្មណ៍ផងដែរថា Luffy មានថ្មិញខ្លាំងណាស់ហើយវល់ល្មមគាត់អាចខំបែកពេលនោះណាមីបាននិយាយផ្ដាំទៅកាន់ Luffy ថាការប្រយុទ្ធលើនឹងពួកគេត្រូវតែឈ្នះដើម្បីការពារទ្រព្យសម្បត្តិរបស់នាងឲ្យបានគង់វង្សមិនដើម្បីការពារជីវិតមនុស្សក្នុងភូមិទេចុះកាត់មកដល់ពេលហ្នឹង Kuro បានប្រាប់ថាអស់ម៉ោងហើយគ្រាន់តែលឺអញ្ចឹងក្រុមចៅសមុទ្រទាំងអស់ដែលជាកូនចៅរបស់ Kuro មានការផិតភ័យជាខ្លាំងពេលនោះផងដែរស្រាប់តែ Kaya រត់មកពីក្រៅខ្នងរបស់ Kuro ធ្វើឲ្យគាត់ស្មានថាមានស្ត្រីចង់វាយប្រហារគាត់ក៏បានប្រើម្រាមដៃវត្តទៅកាន់ Kara ប៉ុន្តែនៅពេលនោះ Usopp បានលោតទៅរងផ្លែដៃជំនួសនាងបន្ទាប់មក Usopp បានប្រាប់ Kara ឲ្យប្រញាប់រត់គេចតែ Kara អត់ប្រងចេញទៅណាទេហើយថែមទាំងបានទាញកំភ្លើងម្ដាមទៅព្យួង Kuroប៉ុន្តែគួរឲ្យសោកស្ដាយខ្លាំងណាស់ Kara គ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការសម្លាប់ Kuro ចោលទេបណ្ដាល Kuro ដើរចូលទៅយកកំភ្លើងពីដៃរបស់នាងបានយ៉ាងងាយប៉ុន្តែនៅពេលនោះ Kuro អត់ប្រើកំភ្លើងទេគឺគាត់បានទម្លាក់វាចោលទៅលើដីពេលឃើញអាការល្អ Usopp បានរើកំភ្លើងនោះបាញ់ Kuro តែ Kuro បានប្រើក្បាច់ Pussy Foot របស់គាត់គេចេញពីក្រៅកំភ្លើងហើយបានប្រើញ៉ាំរបស់គាត់ចាប់ Usopp ជាប់បន្ទាប់មកនៅពេលដែល Kuro រំលើកពីស្នាមរបួសដែល Usopp ដាល់គាត់ការពីលើកមុនស្រាប់តែ Luffy ប្លួនដៃមកវាយគាត់ចំកន្លែងដដែលហ្នឹងឡើងវិញមុខហើយផ្ងាប្រែពេលនោះផងដែរក្រុមក្មេងៗទាំង3នាក់ក៏បានមកដល់ហើយប្រើដំបងសំពង Kuro ថែមទៀតឃើញចឹង Usopp បានស្រែកប្រាប់ពួកក្មេងៗឲ្យឈប់ព្រោះ Kuro ជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់កំណត់ក្បែរគាត់បន្ទាប់មកមិនយូរប៉ុន្មាន Kuro បានងើបឡើងមកវិញហើយដើរទៅតត Usopp មួយជើងឡើងប៉ាងពេលនោះគាត់បានបញ្ជាឲ្យចាំងហ្គោទៅសម្ដៅ Kaya ដើម្បីឲ្យនាងស្ងៀមប្រគល់ទ្រព្យសម្បត្តិឲ្យគាត់ពេលឃើញចឹង Zoro ក៏ចង់ខាត់ចាំងហ្គោដែរតែ Buchi បានលោតមកវាយប្រហារគាត់ធ្វើឲ្យ Zoro ត្រូវបង្ខំចិត្តទប់ទល់ជាមួយ Buchi សិនបន្ទាប់មក Usopp បានស្រែកប្រាប់ឲ្យក្មេងៗនាំ Kaya រត់ចូលព្រៃព្រោះក្មេងៗស្គាល់ព្រៃតំបន់ហ្នឹងច្បាស់ណាស់ហើយក្នុងពេលជាមួយគ្នា Kuro ក៏បញ្ជាឲ្យចាំងហ្គោដេញតាមពួកគេបែរទៅមើលការប្រយុទ្ធគ្នារវាង Zoro និង Buchi បន្តិច Zoro បានខ្វល់ Buchi មួយជើងចំចកាហើយបន្តមកចេញក្បាច់ដែរតែមួយក្បាច់តែប៉ុណ្ណោះអាចកម្ចាត់ Buchi បានបន្តមក Luffy បានប្រាប់ឲ្យ Zoro សៃ Usopp ទៅតាមជួយ Kaya ចំណែក Kuro ទៅឲ្យគាត់ជាអ្នកចាត់ការតែម្នាក់ឯងការប្រយុទ្ធគ្នានៅពេលនោះ Luffy ពិបាកវាយ Kuro ខ្លាំងណាស់ព្រោះ Kuro អាចគេចបានលឿន
នៅពេលនោះខូរ៉ូអាចសម្លូហ្វីបានម្ដាយហើយគាត់បានចិត្តក៏ចង់សម្រុកចូលទៅវាយលូហ្វីបន្តទៀតតែវាយត្រដុំថ្មព្រោះលូហ្វីបានទាញនំថ្មមកផ្ទាំងធំយកមករងការវាយនៅលើនោះកញ្ចក់ដៃរបស់ខូរ៉ូបានកាប់ចូលទៅក្នុងថ្មធ្វើឲ្យលូហ្វីមានឱកាសកាច់បំបាក់កញ្ចក់ដៃរបស់គាត់បានម្ខាងហើយបន្តមកលូហ្វីក៏បានប្រើដុំថ្មនោះវាយទៅកាន់ខូរ៉ូមកដំហឹងបន្តមកសាច់រឿងបានកាត់ទៅមើលខាយ៉ាវិញម្ដងដែលពេលនេះចាងហ្គោបានតាមពាន់ពួកនាហើយគាត់បានចាប់ក្មេងៗធ្វើបាបដើម្បីបង្ខំឲ្យខាយ៉ាជប់រត់និងព្រមចុះហត្ថលេខាពេលនោះដើម្បីជួយក្មេងៗខាយ៉ាបានយកព្រមទៅបីដឹងថាក្រោយចុះហត្ថលេខាហើយគេនឹងសម្លាប់នាងចោលក៏ដោយនិយាយពីសូរ៉ូនិងអូសាប់វិញក៏ទៅជិតដល់ទីនោះផងដែរហើយនៅពេលនោះពួកគេបានលើកក្មេងៗស្រែកពីចម្ងាយមូលហេតុដែលក្មេងៗស្រែកគឺដោយសារតែចាងហ្គោចង់សម្លាប់ខាយ៉ាក្រោយពេលនេះមកសញ្ញាលើលិខិតផ្ទេរត្រាស់បាត់រួចនៅពេលនោះសូរ៉ូបានបញ្ញាប់រត់មកជួយនាងពីចម្ងាយដែរតែប្រហែលជាអត់តាន់ពេលទេសំណាងដែរដែលក្មេងៗជាអ្នកឃើញយកប៉ាតែបុកបញ្ចូលអុយរបស់ចាងហ្គោធ្វើឲ្យគាត់មានការឈឺចុកចាប់ហើយនឹងអាចពជាពេលបានខ្លះប៉ុន្តែទោះជាយ៉ាងណាក៏សូរ៉ូមិនអាចចូលមកជួយតាន់ពេលដែរតែពួកគេនៅមានអ៊ូសាប់ម្នាក់ទៀតដែលជាប្រាក្រោះជំរាមបាញ់ពីចម្ងាយហើយដែលយ៉ាងណាស្រាប់ហើយអ៊ូសាប់បាញ់ត្រង់ណាមិនជាខុសទេនៅទីបំផុតពួកគេអាចកម្ចាត់ចាងហ្គោបានសម្រេចត្រឡប់ទៅមើលលូហ្វីវិញពេលនេះគាត់នៅតែបន្តប្រយុទ្ធជាមួយនឹងខូរ៉ូហើយខូរ៉ូនៅតែចាំប្រើក្បាច់ Pussy-foot របស់គាត់ដដែលហ្នឹងដើម្បីបាយបហាលូហ្វីតែពេលហ្នឹងតែមិនរួចជាមួយលូហ្វីទេគ្រាន់តែលូហ្វីប្លូដែរហើយក៏វាមកជុំតាមត្រៃខូរ៉ូហើយបន្តមកខូរ៉ូបានមកគេងកោចពិសេសមួយទៀតដែលដារ៉េរ៉េនេះមនុស្សបាយឆ្នាំអញ្ចឹងប៉ុន្តែមកទៅក្បាច់ហ្នឹងមិនមែនធម្មតាទេព្រោះកូនចៅរបស់គាត់ទាំងអស់ខ្លាចក្បាច់ហ្នឹងខ្លាំងណាស់ពួកគេខំស្រែករបស់ខូរ៉ូកុំឲ្យប្រើក្បាច់ហ្នឹងតែខូរ៉ូអត់ស្ដាប់ទេបន្តមកខូរ៉ូបានបាត់ខ្លួនខ្លាចទៅជាផ្សែងហើយមួយសន្ទុះក្រោយមកមនុស្សទាំងអស់ដែលមានវត្តមាននៅទីនោះសិតតែត្រូវរបួសទាំងអស់គ្នាសូម្បីតែលូហ្វីក៏មិនលើកលែងដែរចំណែកណាមីបានរួចខ្លួនដោយសារតែនាងរវល់ដើរមកទ្រព្យសម្បត្តិនៅលើទូពេលនោះមិនដឹងជាលូហ្វីមានជំនាញពិសេសអីទេអាចចាប់ខូរ៉ូបានហើយបោកគាត់ទៅដីប៉ុន្តែហើយខូរ៉ូនៅតែអត់រៀនតែគាត់អត់មានស្បែកអីថ្មីទេមានតែក្បាច់ដារ៉េរ៉េដដែលហ្នឹងចៅវាយបហាមកលើលូហ្វីទីបំផុតលូហ្វីបានចាប់គាត់ជាប់ហើយប្រើក្បាលដល់តានរបស់គាត់តែក្បាលខូរ៉ូឲ្យស្លាប់រួចរបស់គាត់ត្រឡប់ឲ្យកូនចៅរបស់គាត់វិញហើយចុងក្រោយលូហ្វីឲ្យបណ្ដេញក្រុមចៅសមុទ្រទាំងអស់ចេញពីទីនោះបានបន្តមកសេរីបានកាត់ទៅមើលប្រវត្តិរបស់អ៊ូសាប់បន្តិចការវិតូចតាមពីប៉ារបស់គាត់ចាក់ចេញទៅធ្វើជាចៅសមុទ្រអ៊ូសាប់តែងតែទៅស្វែងប្រកបការកុហកអ្នកភូមិថាចៅសមុទ្រម្ដងហើយតាមពិតការនោះគាត់ស្រែកកុហកប្រាប់គេក្នុងគោលបំណងឲ្យម៉ាក់របស់គាត់ដែលកំពុងតែដេកឈឺលឺគាត់ចង់កុហកម៉ាក់គាត់ថាប៉ារបស់គាត់ត្រឡប់មកវិញដើម្បីម៉ាក់គាត់សប្បាយចិត្តហើយសង្ឃឹមថាម៉ាក់របស់គាត់នឹងជាពីជំងឺប៉ុន្តែម៉ាក់របស់គាត់នឹងច្បាស់ណាស់ថាគាត់មិនរស់ទេហើយគាត់បានប្រាប់អ៊ូសាប់ថាគាត់មានមោទនភាពខ្លាំងណាស់ដែលបានរៀបការជាមួយនឹងប៉ារបស់អ៊ូសាប់គាត់សង្ឃឹមថាថ្ងៃអនាគតអ៊ូសាប់នឹងក្លាយទៅជាអ្នកក្លាហានដូចប៉ារបស់គាត់បន្ទាប់ពីម៉ាក់របស់គាត់ស្លាប់បាត់ទៅអ៊ូសាប់នៅបន្តស្រែកកុហកអ្នកភូមិថាចៅសមុទ្រមកដល់ហើយដោយសង្ឃឹមថាថ្ងៃណាមួយប៉ារបស់គាត់នឹងមកយកគាត់ទៅធ្វើជាចៅសមុទ្រជាមួយផងដែរត្រឡប់មកពេលបច្ចុប្បន្នវិញខារ៉ាបានទៅជួបក្រុមរបស់លូហ្វីហើយប្រាប់ថានាងមានកណូមួយឲ្យពួកគេហើយកណូនោះគឺជាទូកដ៏ធំមួយដែលក្រោយមកពួកគេបានដាក់ឈ្មោះវាថា Going Merry ស្រមោះសម្រាប់វគ្គនេះក្រុមរបស់ Luffy ទទួលបានទូកថ្មីមួយហើយនៅសមាជិកថ្មីម្នាក់គឺ Usopp ចំណែក Kaya នាងបានជាពីជំងឺ stress របស់នាងហើយនាងនៅទៅរៀនបន្តធ្វើជាគ្រូពេទ្យចំពោះក្មេងៗដែលជាកូនចៅរបស់ Usopp វិញពួកគេនៅតែបន្តធ្វើការងាររបស់ Usopp គឺដើរស្រែកកុហកអ្នកភូមិថាចៅសមុទ្រមកហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមជួយចុច like អ្នកមួយហើយនិងជួយ comment អ្នកមួយផង comment ABCA ក៏បានដែរឲ្យតែបាន comment